ទីរោគយៈមួយត្រូវបានប្រជាជនរកឃើញហើយបានថែទាំគាត់តែវាមិនមែនងាយស្រួលទេក្រណាត់បំពង់មួយត្រូវការមនុស្ស5នាក់ល្អមួយស្បែកជើងត្រូវការមនុស្ស9នាក់រួមចំណែកធ្វើដើម្បីបញ្ចប់វាជាពិសេសពេលម៉ោងដេកថ្ងៃត្រង់ភូមិបានបង្កើតក្រុមជំនាញដើម្បីជួយឲ្យគាត់ដេកដោយស្ងប់ស្ងាត់ដោយប្រើវិធីសាស្ត្រផ្សេងគ្នាក្នុងការជួយគាត់ដេកក្រោមការថែទាំបន្តពីប្រជាជនរោគយៈបានធំឡើងមួយថ្ងៃរហូតដល់វ័យដែលគាត់ត្រូវចូលរៀនគាត់បានដើរជាមួយកុមារផ្សេងក្នុងភូមិប៉ុន្តែដោយសាររូបរាងធំធេងគាត់ត្រូវអង្គុយនៅខាងក្រៅថ្នាក់រៀនដើម្បីស្ដាប់មេរៀនទោះបីជាយ៉ាងនេះក៏ដោយសំណួរដែលគ្រូសេនៅលើក្តារខៀនគាត់តែងតែជាអ្នកដោះស្រាយបានចម្លើយដំបូងគ្រូតែងតែភ្ញាក់ផ្អើលពេលគាត់លើកដៃឆ្លើយយ៉ាងឆាប់រហ័សប៉ុន្តែពេលវេលាបន្តទៅគ្រូបានធ្លាប់ជាមួយការឆ្លើយរបស់គាត់តែពោពេញដោយភាពសកម្មនិងគួរឲ្យភ្ញាក់ផ្អើលនេះពេលសំឡេងស្រោចម៉ោងចប់ថ្នាក់កុមារតែងតែរត់ទៅលេងទឹកនៅជិតអាងពួកគេក៏ហៅទីរោគយៈមកលេងជាមួយគាត់បានដោះខោអាវដោយមានអារម្មណ៍រំភើបដូចជាកុមារផ្សេងទៀតចង់លោតចូលទឹកកុមារតូចបានហាត់ហែទឹកយ៉ាងរហ័សហើយត្រឡប់មកឆ្នេរឡើងវិញដើម្បីជៀសវាងការដែលគាត់បាត់ចេញមកបានប៉ាន់ចុះតែគ្រប់គ្នាមិនបានស្អប់គាត់ទេផ្លាស់និងយកគាត់ទៅជាសួនទឹកនៅជុំវិញគាត់លេងបានសប្បាយយ៉ាងខ្លាំងរដូវរងាមកដល់ឪពុករបស់តំណាងធំបានស្លៀកពាក់ជាអ្នកផ្ដល់អំណោយដល់គ្រប់គ្នាប្រជាជននៅភូមិបានផ្ដល់អំណោយឲ្យតំណាងធំដែលបានបង្កើតឡើងជាពិសេសសង្ឃឹមថាគាត់អាចក្លាយជាស្ថាបត្យករដ៏អស្ចារ្យមនុស្សយៈបានប្រើពូថៅធំមិនត្រូវការខំប្រឹងអ្វីទេអាចកាប់ឈើធំមួយបាននឹងអាចរៀបចំឈើឲ្យបានយ៉ាងល្អបន្ទាប់មកប្រជាជននៅភូមិគ្រប់រូបបានចូលទៅរស់នៅក្នុងឈើតូចដែលគាត់បានកសាងពីពេលនោះទៅមនុស្សយៈបានក្លាយជាអ្នកកាត់ឈើជាអាជីវកម្មជួយមនុស្សកាត់ឈើអ្នកដទៃមួយឆ្នាំអាចធ្វើបានរឿងមួយគាត់អាចធ្វើបានក្នុង1នាទីទាំងនេះក្រុងជុំវិញដោយសារតែប្រសិទ្ធភាពរបស់គាត់ក៏ដូចជាការឡើងមានសម្បត្តិតំណាងធំបានគិតថាទីនេះមិនមែនត្រូវការដូច្នេះគាត់បានសម្រេចចិត្តទៅភាគខាងជើងដើម្បីមើលគាត់បានដើរតាមខ្យល់ធ្ងន់ក្នុងព្យុះព្រិលនៅពេលត្រជាក់គាត់បានប្រើដីឈើដើម្បីភ្លើងកម្ដៅយ៉ាងឆាប់គាត់បានលើសសម្លេងចម្លែកយ៉ាងហោចណាស់គាត់បានដើរមើលគឺជាគោប្រហែមានរបួសជើងគាត់បានដាក់បង្ហាញមួយគោប្រហែជាល្ងាខ្លាំងបានយកវាទៅក្បែរទីកន្លែងកម្ដៅមិនយូរទេគោប្រហែបានក្ដៅឡើងនិងដំណើរតាមវិធីអស្ចារ្យនេះគោក៏បានក្រោកឡើងរបស់មនុស្សធំមនុស្សយៈនិងគោបានស្នាក់នៅជាមួយគ្នាបានខ្លាយជាដៃគូដែលមិនអាចបែកបាក់បានពួកគេបានដើរតាមកន្លែងដែលបានទុកសន្លឹកធំនិងតូចបន្ទាប់មកមនុស្សយៈបានមើលឃើញដីមួយដែលមានតម្លៃមានអារម្មណ៍ពិសេសសមស្របសម្រាប់មនុស្សរស់នៅដូច្នេះគាត់បានចាប់ផ្ដើមកាត់ឈើបង្ហូរទឹកទៅកាន់អាងទឹកធំជាងនេះចុងក្រោយនឹងពួកគេបានសាងសង់ផ្ទះនៅលើភ្នំបានរស់នៅជីវិតស្រួលមនុស្សយៈពិតជាចង់ធ្វើអ្វីសម្រាប់មនុស្សនៅចុះក្រោមសង្ឃឹមថាពួកគេអាចប្រើទឹកនោះបានដូច្នេះគាត់បានផ្លាស់ប្ដូរបានបង្ហូរទឹកបង្កើតផ្លូវទឹកមួយដើម្បីឲ្យឈើអាចដឹកជញ្ជូនតាមទឹកបានសម្រេចដើម្បីឲ្យឈើចេញបានចេញយ៉ាងលូនមនុស្សយៈបានប្រើគោដើម្បីដកស្រង់ផ្លូវទឹកបានកែសម្រួលពីពេលនោះមកឈើបានដឹកជញ្ជូនផ្លូវរាលដាលទៅកាន់កំពង់ផែការជួញដូរលើទឹកកំពុងរីកចម្រើនមានអ្នកជួញដូរមកពីទឹកមួយដែលនាំមកនៅរឿងថ្មីមួយជាម៉ាស៊ីនកាត់ឈើមួយមិនដឹងថាមនុស្សយៈម្នាក់ដូចធម្មតាទៅធ្វើការនៅកន្លែងធ្វើការតែបានរកឃើញថាមិត្តរួមការងារទាំងអស់កំពុងជុំវិញបរិសម្នាក់ខ្ពស់ជុំវិញគាត់បានស្ងាត់អ្នកជួញដូរបានស្នើឲ្យគាត់ចេញពីទីនេះព្រោះថានេះគឺជាការបង្ហាញបច្ចេកវិទ្យាបន្ទាប់ពីនោះគាត់បានកាត់ឈើដើម្បីឲ្យដល់មុខមនុស្សយៈនៅជុំវិញគាត់មិនអាចត្រួតពិនិត្យបានយ៉ាងណាអ្នកជួញដូរបានឡើងទៅលើដើមឈើនិងប្រឈមមុខគាត់បន្ទាប់ពីមានការពិភាក្សាពីរបៀបលេងគេព្រមព្រៀងប្រកួតដើម្បីកំណត់ជ័យជំនះច្បាប់គឺសាមញ្ញក្នុង1នាទីអ្នកណាដែលកាត់ឈើបានច្រើនជាងគឺជាអ្នកឈ្នះអ្នកដែលបរាជ័យត្រូវតែចាក់ចេញពីទីនេះមនុស្សយៈបានយល់ព្រមយ៉ាងរីករាយតាមឈើក៏មានសត្វគោព្រៃប្រើជើងរបស់ជួយសម្អាតឈើផងដែរទាំងពីរជាប់គ្នាប្រណាំងគ្នាមិនអាចបំបែកជើងឬក្រោមបានទេពេលសម្លេងកាំភ្លើងបញ្ចប់ការប្រកួតអ្នកតុលាការយកកបាវាស់ទៅវាស់កម្ពស់ឈើដែលអ្នកទាំងពីរបានកាប់ចុះមើលទៅកម្ពស់ឈើដែលឡើងខ្ពស់ដល់ពុកអ្នកតុលាការមានអារម្មណ៍បារម្ភតើធ្វើដូចម្តេចដើម្បីវាស់បានច្បាស់បានប្រកាសថាពិន្ទុរបស់អ្នកដ៏ធំធេងគឺ565ម៉ែត្របន្ទាប់មកគាត់បានឡើងទៅលើចំណុចឈើរបស់អ្នកជួញដូរដើម្បីវាស់យ៉ាងម៉ត់ចត់បានរកឃើញថាលើគ្នាដល់5ម៉ែត្រដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលគួរតែដឹងថាមនុស្សយៈបានធ្វើរឿងទាំងនេះសម្រាប់ការអភិវឌ្ឍទីក្រុងខណៈដែលអ្នកជួញដូរមនុស្សយៈនៅតែយកដល់គេព្រមព្រៀងហើយរួមជាមួយសត្វគោព្រៃចាក់ចេញយ៉ាងស្ងៀមស្ងាត់ពីដីដ៏គាត់បានសាងសង់ដោយដៃខ្លួនឯងនេះទៅពេលនេះ Account Check ថុកខ្ញុំត្រឹមគេពីនៃហើយសូមជួយចុច Follow និងឲ្យបេះដូងដើម្បីឲ្យដំណើរការល្អវិញអាចផុសរឿងជូនបងប្អូនទស្សនាបន្តទៀតបានសូមអរគុណទុកមុនណាខិសខ្មែរស្រឡាញ់ខ្មែរជួយខ្មែរពួកសៀមវិនា